គឺជាសកម្មភាពខ្ញុំណាភិនក្នុងកម្មវិធីសំណេះសំណាលសិស្សនិទេស A ឆ្នាំសិក្សា2024យើងចាប់ផ្ដើមចេញទៅហើយអ្នកទាំងអស់គ្នាគឺឥឡូវហ្នឹងគឺត្រឹមតែម៉ោង 5:21 ទេហើយនេះគឺជាការរបស់យើងមានអារម្មណ៍សប្បាយចិត្តនិងរំភើបដែលកូនទទួលបានភាពជោគជ័យអូខេដំណាក់កាលនៃការចាប់ផ្ដើមនៃជីវិតដំណាក់កាលទី1នៅពេលដែលមកដល់យើងឃើញថាមានឡានច្រើនខ្លាំងមែនទែនតម្រង់ជួរគ្នាចូលក្នុងកម្មវិធីដោយសារតែឆ្នាំនេះគឺមានសិស្សនិទេស A ច្រើនខ្លាំងមែនទែនរហូតដល់ 2000 នាក់ជាងឯណោះ Hello អូយនិយាយទៅមនុស្សច្រើនណាស់មនុស្សច្រើនខ្លាំងមែនទែនទីបំផុតគឺខ្ញុំបានមកដល់ទីតាំងនេះហើយអ្នកទាំងអស់គ្នាទីតាំងមួយនេះគឺជាទីតាំងដែលសិស្សទី12គ្រប់រូបប្រាថ្នាចង់មករួមទាំងខ្ញុំមួយដែរអារម្មណ៍ពេលដែលដើរចូលដល់ក្នុងសាលនេះមុនដំបូងគឺពិបាកបរិយាយខ្លាំងមែនទែនដោយសារតែធ្លាប់តែឃើញសិស្សច្បងទទួលបាននិទេស A ហើយផុសតាមអ៊ីនធឺណិតប៉ុន្តែឥឡូវនេះគឺខ្ញុំទទួលបាននិទេស A ហើយបានមកដល់ផ្ទាល់ហើយខ្ញុំក៏បានចាប់ផ្ដើមរកកន្លែងអង្គុយដើម្បីចាំការបើកកម្មវិធីហើយក៏បានថតរូបលេងខ្លះៗជាមួយនឹង fan ដែលជាប់និទេស A ដែររៀនប៉កែខ្លាំងមែនទែនហើយសំខាន់គឺស្អាតទៀតបន្ទាប់មកក៏សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានអញ្ជើញមកដល់ហើយពួកយើងក៏បានក្រោកឈរស្វាគមន៍គាត់ក៏ដូចជាគោរពភ្លេងជាតិផងដែរបន្ទាប់មកគឺឯកឧត្តមបណ្ឌិតសភាចារហុងជុនអរុនគឺបានថ្លែងនៅកិច្ចស្វាគមន៍ហើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានឡើងថ្លែងសន្ទរកថាក៏ដូចជាមានប្រសាសន៍ល្អជាច្រើនទៅដល់សិស្សនិទេស A ដែលបានចូលរួមបន្ទាប់មកគឺខ្ញុំបានទទួលរង្វាន់សិស្សនិទេស A ក៏បានថតរូបអនុស្សាវរីយ៍ជាច្រើនជាមួយនឹងគ្រួសារអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងបានមកដល់ផ្ទះវិញហើយយើងក៏បានទទួលរង្វាន់និទេស A ដែរអញ្ចឹងតោះយើងចាប់ផ្ដើម unboxing ទាំងអស់គ្នា unboxing មុនដំបូងគឺយើងបើកកញ្ចប់លុយសិនឧបត្ថម្ភជូនសិស្សនិទេស A ថវិកាចំនួន2 លានរៀលយូរណាស់នេះប៉ាវម៉ាក់អីជប់លៀងអីងាយណាស់ខ្ញុំស៊ីឈាន់បដ ாய் រង្វាន់មួយទៀតគឺ tablet Galaxy wow Galaxy Tab wow មកមកអូខេវ៉ាវអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះជម្រាបលាបាយបាយ